อันนี้ខ្ញុំបាទស្រីបញ្ញាកសុំរងកាយគ្រប់នឹងជ្រាបសួរទៅកាន់ប្រិមិត្តពុកម៉ែបងប្អូនជ្រុំជាតិដែលលោកអ្នកតែងតែនិយមតាមដានរកការ live របស់អង្គភាពសារព័ត៌មាន AN Hot News និង BV TV Plus News បាទគឺនៅគណៈវេលាម៉ោង 3:50 នាទីបាទត្រូវនៅថ្ងៃសុក្រទី 7 ខែតុលាឆ្នាំ 2022 បាទគឺស្ថិតនៅលើផ្លូវ highway គេហៅថាផ្លូវវាងក្រុងបាត់ដំបងគឺករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំជាមួយនឹងអាព្រុសបាទគឺខ្ទេចវល់ចូលគ្នាតែម្ដងបងប្អូនយើងតាមព័ត៌មានបឋមគឺបាត់បង់អាយុជីវិតចំនួន 3 នាក់ហើយបាទគឺគៀបជាប់នៅក្នុងរថយន្តព្រុសនេះតែម្ដងបាទមិនដឹងថាលបឿនលឿនរត់យ៉ាងផ្ទះយ៉ាងម៉េចយ៉ាងម៉ាទេបងប្អូនយើងបុកឆ្ងាយមែនទេតែម្ដងបាទតាំងពីផ្លូវបំបាយចម្ងាយគឺមិនតិចឲ្យទេបងប្អូនយើងនេះបាទគឺរថយន្តធំនេះគឺពាក្យផ្លាកលេខបាទគឺភ្នំពេញបាទ 3G 1109 បាទភ្នំពេញ 3G 1109 គឺបុកខ្លាំងមែនទេតែម្ដងបណ្ដាលឲ្យរថយន្តព្រុសនេះគឺខ្ទេចវល់ចូលគ្នាលួយដល់មិនដឹងថាយកសាកសពចេញមកយ៉ាងម៉េចទេបងប្អូនយើងជ្រុំជាតិបងប្អូនជួយសៀមម្នាក់មួយបាទអរគុណមែនទេពុកម៉ែបងប្អូនយើងបាទនេះគឺរថយន្តព្រុសបាទនេះគឺនៅផ្នែកខាងក្រោយគឺខ្ទេចវល់ចូលគ្នាតែម្ដងបាទមនុស្សគឺតាមព័ត៌មានបឋមតាមដែលមើលឃើញគេគៀបជាប់ស្លាប់ចំនួន 3 នាក់នៅក្នុងហ្នឹងមិនដឹងថានៅបលណាទៀតទេបងប្អូនព្រោះតែរថយន្តព្រុសគឺខ្ទេចវល់ចូលគ្នាតែម្ដងបាទគឺឡើងវល់តែម្ដងបងប្អូនយើងមើលឡើងលេងឃើញជារថយន្តហើយបងប្អូនយើងជ្រុំជាតិបាទសូមបញ្ជាក់នៅវេលាម៉ោងដែលខ្ញុំកំពុងតែផ្សាយគឺម៉ោង 3:51 នាទីបាទត្រូវនៅថ្ងៃសុក្រទី 7 ខែតុលាឆ្នាំ 2022 តែម្ដងប្រិមត្តទស្សនិកជនបងប្អូនជ្រុំជាតិបាទគឺមានការភ្ញាក់ផ្អើលមែនទែនតែម្ដងដល់បងប្អូនយើងប្រជាពលរដ្ឋមកចំរួមមើលនៅព័ត៌មានបឋមនេះផងដែរបាទនេះគឺនៅផ្លូវបំបែកគេហៅថាភូមិកំពង់7ឃុំវត្តដំណឹមស្រុកសង្កែតែម្ដងបងប្អូនយើងជុំជាតិគេហៅថាផ្លូវ highway គឺជាផ្លូវវាងក្រុងនៅណាបងបាទគឺនៅផ្លូវ highway ផ្លូវវាងក្រុងគឺនៅភូមិកំពង់7ឃុំវត្តដំណឹមស្រុកសង្កែខេត្តបាត់ដំបងតែម្ដងបាទគឺចម្ងាយបុកអូឆ្ងាយមែនទែនតែម្ដងបងប្អូនយើងបាទដល់ហើយបងប្អូនយើងខ្ទេចតាំងពីផ្លាកប៉ាយបាទអូបងប្អូនយើងធន់មែនទេតែម្ដងបាទនេះបាទគឺរថយន្តព្រុសគៀបខ្ទេចចូលទៅក្រោមរថយន្តនេះតែម្ដងបាទគឺស្ថិតនៅក្នុងខេត្តបាត់ដំបងយើងតែម្ដងបងប្អូនយើងជនជាតិបាទនេះគឺរថយន្តម៉ាកព្រុសបាទពាក់ផ្លាកលេខភ្នំពេញបាទ 2AW បាទ6316បាទភ្នំពេញ 2AW 6316តែម្ដងបងប្អូនយើងអត់ប៉ះគ្នាយ៉ាងខ្លាំងតែម្ដងបាទបណ្ដាលរថយន្តនេះគឺខ្ទេចវល់ចូលគ្នាតែម្ដងបងប្អូនយើងជនជាតិបាទគឺមនុស្សគៀបជាប់នៅក្នុងនឹងតាមព័ត៌មានបឋមដែលតាមតែខ្ញុំមើលឃើញគឺចំនួន 3 នាក់ក៏ប៉ុន្តែ3នាក់ហ្នឹងឯងបងប្អូនយើងមិនដឹងថាមានប្រមាណទេយើងមិនដឹងទេបាទគឺស្លាប់បាត់បង់អាយុជីវិតភ្លាមតែម្ដងបាទគឺគៀបជាប់នៅក្នុងរថយន្តព្រុសយើងមិនដឹងថាយកមិនបានចេញយកសាកសពចេញមកបានទេបងប្អូនយើងបាទសាហាវមែនទែនតែម្ដងបងប្អូនយើងជនជាតិដែលលោកអ្នកតែងតែនិយមតាមដានរកការ live អង្គភាព AN Hot News និង BV TV Plus News ដែលមានវត្តមានខ្ញុំបាទស្រីបញ្ញាប្រចាំនៅទឹកដីនៃខេត្តបាត់ដំបងនេះផងដែរបងប្អូនយើងជនជាតិបាទសូមបញ្ជាក់ថ្ងៃនេះត្រូវនៅថ្ងៃសុក្រទី 7 ខែតុលាឆ្នាំ 2022 នៅវេលាម៉ោងដែលខ្ញុំកំពុងតែផ្សាយគឺម៉ោង 3:53 នាទីតែម្ដងបងប្អូនយើងបាទគឺនៅត្រង់ផ្លូវបំបាយ highway បាទបងប្អូនយើងបាទគេហៅថាផ្លូវវាងក្រុងបាទឥឡូវយើងឃើញឡានសមុយមកហើយបងប្អូនយើងបាទមានការកស្រាចរាចរណ៍តែម្ដងបាទអូយម្ចាស់រថយន្តបាត់ហើយមែនបងអូយបងប្អូនយើងស្លាប់ហើយបងប្អូនយើងតាមព័ត៌មានមកគឺស្លាប់ 3 នាក់បងប្អូនយើងបុកឡើងគៀបមនុស្សចូលទៅគ្នាគឺរថយន្តព្រុសឡើងតិចវល់តែម្ដងបងប្អូនយើងគឺរថយន្តព្រុសចូលទៅក្រោមរថយន្តធំតែម្ដងបាទឡើងតិចវល់ចូលគ្នាតែម្ដងបាទសាហាវមែនទេតែម្ដងបងប្អូនយើងជ្រុំជាតិបាទបងប្អូនជួយ share ម្នាក់មួយបាទបងប្អូនមានមតិឬក៏ចងល់បងប្អូនខមមិនមកបាទគឺបុករន្ធត់តែម្ដងបាទនេះគឺនៅផ្លូវបំបែកបាទ highway គេហៅថាផ្លូវវាងក្រុងបាទបងប្អូនមានចងល់ឬក៏មតិបងប្អូនខមមិនមកបាទហូបុកខ្លាំងមែនទេណាម្ដងបងប្អូនយើងបាទនេះបែកកាទៀបែកធុងទឹកបាទបែកខ្ទេចហើយយើងមិនដឹងថារយន្តតកង់រយន្តធំមិនដឹងថាទៅណាយើងអត់ដឹងទេបងប្អូនយើងបុកចម្ងាយប្រហែល100 ម៉ែត្របាទជិត100 ម៉ែត្រតែម្ដងបងប្អូនយើងជុំជាតិអូយបុកដល់ហើយចូលរួមសោកស្ដាយផងបាទអរគុណបាទចាប់បានតែកង់ឡានធំអត់បងបាទខ្ញុំមិនដឹងទេព្រោះមាននេះគឺនៅបឋមបាទគឺបុកឡើងលឺដល់ផ្ទះខ្ញុំបុកប្រហែលរន្ទះបាញ់បងប្អូនយើងលឺសំឡេងប្រហែលរន្ទះបាញ់ហើយបែបផ្ទុះមីនហើយលឺខ្លាំងប្រហើយបងប្អូនយើងបាទនៅខេត្តណាបាទគឺនៅខេត្តបាត់ដំបងបាទគឺនៅផ្លូវបំបាយបាទគេហៅថាភូមិកំពង់7ឃុំវត្តដំណឹមស្រុកសង្កែខេត្តបាត់ដំបងគឺបុកខ្លាំងមិនដែរតែម្ដងបងប្អូនយើងកាងរថយន្តព្រុសគឺរុះទៀតមកនៅពេញតែផ្លូវតែម្ដងបាទមិនដឹងថាល្បឿនរថយន្តឡានធំលឿនដល់រន្ធត់ដល់ថ្នាក់ណាទេបាទមិនដឹងថាលឿនយ៉ាងណាទេបាទអូបងប្អូនយើង
ba miền cam nhập ba tại mà mình nước rót rồi nè mà trong đó mơ phò miền cả đây của thằng ra cho đó thôn ba này cứ con là dồn đánh bị kia ba là dồn chầm ngay chân mà rồi mai cứ con là dồn áp pru cứ đánh ở trên bị kia chôm này tem đông không luôn trời mai còn nước ơi ba này ba áp pru ba phạ bài ấy con là dồn này cứ đánh tiệt bên năng tem đông không dương sập từ kia men mà ba tam phò miền chia sải bài chia dồn chlong dồn pru bài dồn chlong phơi thông hay năng lan thông nó cứ mau cho vì lời xuyên đây mà đó trong chúng ta cả hai cái bắn bốc kia mình đã lại được dồn pru ô chồng ngay bài chân mà rồi mát mình đã lại con được dồn đánh vì kia ba tiệt bánh bên là phơi tay mà ba phò miền mà thông cứ slap bây này hai con dân mà kiếp cho mình đang thay vô mình chênh mai mà tây cứ mình kiếp cho được không được dồn pru cứ mơ lần lên squad được dồn hai con dân được xa đây tình qua châu được cam được dồn thông đây mà ôi con dân hai mình tên con chui xem em ơi ba hayวัดตะมีเชียงมันเตยเป็นยากระพงตะมีวัดตะมีในการใส่ตัวแต่ไม่ต้องเอาคนเป็นเต้นพวกไม้พงกระพงแต่ตันนานรอการไล่บองเพียบอันนั้นอยู่ในBV TV plus อยู่ข้างในบ้านทนเป็นเต้นมาในกองสกูอาร์ยนต์ปลุกดันคลาวไงยนต์ตะเนยนอกบ้าไอ้กองดันคลาวเป็นตะนังแต่ไม่ต้องคนยังเอ้ยบ้าเก็บสลับเอาให้บางคนยังบ้าโอ้ยดอบางคนมีถุงงอหรือก็มาเตะบางคนยังขมันว่ามีการมีปลาเป็นเต้นดอบางคนยังมาเชียร์บอลรอดยังจานบางได้แต่มาจอมโรเมอร์โปรมีการในกูธนาจราจรดอนตรงนี้บ้างได้บางเฮียไม่มันโยจังไรมาเลยลงร้านอาจจังไรตุ๊กลงร้านแล้วนะร้านนี่ช่วยเปล่าแล้วหมดเต้าบางคนเยอะมันทนตายมาดองบอมันดังท่าละเบื้องยนต์ล้านทมมันดังท่าเลื่อนอย่างไม่ยังมาเต้บางคนยังบกโอชง่ายแต่มาดองบรรดาอะไรยนต์ปลุกคือโจแต่ในกรามยนต์ทมมาเกียบกับปัดโจขี้เนี่ยแต่มาดองba gì cầm lươn phê bong mùi tại cho ba bong tì tăng nơi na bong ba cừ đi nơi phơi bầm bay bọc vì phơi bầm bay cả hai ta phunกับpung pớt không bắt tầm mâm sọc càng cay khai bắt tầm bong nhưng tay mà đong ba cứ bọc ô chừng ngay mình tên đồng phun nhưng mình đã được dân pro cứ kiếp trô kia tay mà đong ba này pro không đang xôn má nè phun ba bóng phôn dương mà đang thay vô xạ sập trên mau chẳng mấy tế ba rồi tại quạt kiếp chuột nó không nâng hơi cho na vô lan bóng phôn này chia sẻ nhóm ở từ vô trường lai mình tính sân bóng phôn căn chục đây nè slap pro man xây man ba tam pro miên bật thấm cứ khơi nhỏ menu pro bay nè slap nó không được dồn pro tại mà đong bóng phôn dương ba cứ ma được dồn cứ tích cứ được dồn pro cứ tích tại mà đong mà ba miền cam phía bắc đó bóng phôn dương chia pro đang tràn bằng đây mà trong romer pro miên các anh ấy kêu thằng nào cho đó rồi thốt ba rồi viên rồi dồn thom cho mui năng áp pru pa kia mình đa rồi dồn áp pru cho tất cả rồi dồn thom sách lui qua đốt tâm nhân phôn dương ba phôn dương thốt men tây nam rồi ba chia sẻ phôn dương đã trơn lại bên tây sân rồi ôi chục đây nè ba cứ nơi về liêm mong được xem cái phong đẹp sai cứ về liêm mong bay hai sao bằng bay là tí ba trời nên ngày sóc tí bằng pơ khai tòa la cho nam pi pon là phải pi tại đó phải mất phong ma phô dân trồng chiết bằng con chui xem nè muôi nơi na bong ba cái nơi khai bắt tờ bong nhưng tem đó bằng phô dân ba phong mai bằng phô trồng chiết ba này miền cam nhập vào đó bong phôn chia ra trai mình tên nào ba hồ bọc bong phôn này mình đã khơi bọc giả hai đá đo thằng nặng tê bong phôn dương ba nè ba approve mạch vinh ba slap ba hai bong phôn dương slap từng o hai mơ tới ba cứ từng o tem bong phôn dương ba kiếp chọt từ khung dồn prung nâng tem đó ba cứ kiếp chọt từ khung dồn prung tem đó phục bong phật đây tên hai phục cản trường lại gì rồi buồn phun dân miền Cam nhập vào mình tên tam đó ba đó là phun dân ba nè mình nung mình trong đó mơ và hai mơ concert đấy bông mai phun dân chôm chiết slap man nè bông tam po miền Bắc Thom cứ slap bay nè hai pre mất bông mai phun dân chôm chiết đó là phun dân ơi bộ lan thông bằng chơi na ba dân mà đang mày lan thông quật ba lươn na ba nơi bắt tầm bong dương ba mình đang tha rồi thôn thông ba dạng mấy tê ba mình ra lại bọc rồi pro cho từ cam rồi nói ô chủng ngay mấy tên tam đó không ai bong dương mà nó bọc tăng bị phơi bom bay ô mà đòn đây bong dương
បណ្ដារយន្តព្រុសគឺខ្ទេចវល់តែម្ដងបាទខ្ទេចចូលគ្នាតែម្ដងមិនដឹងថាយកសាកសពចេញមកយ៉ាងម៉េចទេបងប្អូនយើងមានតែកាត់យកហើយបាទខ្មែរចាមអីបងប្អូនយើងខ្ញុំបាទប្រិមត្តទស្សនិកជនបងប្អូនខ្ញុំជាតិបាទបណ្ដាលឲ្យកង់រថយន្តហើយកាងរថយន្តអាព្រុសដាច់ទៀតចេញពីគ្នាឆ្ងាយតែម្ដងការដីបងបាទគឺករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំពួកប្រភេទដឹកថ្មជាមួយនឹងរថយន្តព្រុសបាទនេះបណ្ដាលឲ្យលបាំងបាទម៉ាស៊ីនបាទលបាំងក្រោយបាទកាងរថយន្តអាព្រុសបាទស្តុបរថយន្តបាទកង់រថយន្តនេះដាច់ជាប់គ្នានៅនេះបាទចម្ងាយប្រហែល100ម៉ែត្រតែម្ដងបងឲ្យឃើញតិចមកបាទបងប្អូនចាំបន្តិចទៀតខ្ញុំនឹងទៅផ្ដិតយករថយន្តព្រុសក៏ប៉ុន្តែខ្ញុំមិនអាចឲ្យឃើញសាកសពបានទេបាទគឺក្រុមហ៊ុនគេនឹងធ្វើការពិន័យឬក៏ផ្លុកបាទជួយមកបងប្អូនយើងដាច់យ៉ាន់បែកចូលគ្នាតិចតែម្ដងបាទមនុស្សស្លាប់គៀបជាប់នៅក្នុងហ្នឹងឯងបងប្អូនយើងអើយបាទ OIP បាទសូមមើលឡានបន្តិចបងបាទឥឡូវខ្ញុំនឹងទៅផ្ដិតយករូបភាពឡានបាទជួយមកបងប្អូនយើងផ្លូវ highway បាទគឺខូចដាច់កណ្ដុំតែម្ដងបងប្អូនហ្នឹងអូគឺឆ្ងាយមែនទេតែម្ដងចម្ងាយចិត្តតែ100ម៉ែត្រឯណោះបងប្អូនយើងជុំជាតិបាទនោះគឺរយន្តបាទគៀបតាំងមែននោះបាទបុកតាំងពីប្លោះកដានោះមកបងប្អូនយើងបាទកដាសូនមកមែននោះបាទមានការភ្ញាក់ផ្អើលមែនទេដល់បងប្អូនយើងប្រជាពលរដ្ឋយ៉ាងច្រើននោះមកចំរមើលព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយករណីបាទគឺនៅត្រង់ផ្លូវបំបែក highway ហៅថាភូមិកំពង់7ឃុំវត្តដំបងស្រុកសង្កែខេត្តបាត់ដំបងបាទដាក់កាមេរ៉ាឲ្យចំឡានធំបងមើលតិចផងបាទមានអ្នករស់ទេឡានធំមិនដែរចាប់បានទេបាទគឺតកង់រថយន្តឡានធំយើងមិនដឹងថាគាត់គេចខ្លួនឬក៏យ៉ាងម៉េចទេយើងអត់ដឹងទេបាទគឺយើងដឹងថារថយន្តអាព្រុសនោះគឺស្លាប់មករថយន្តតែម្ដងបងប្អូនយើងតិចវល់តែម្ដងបងប្អូនយើងអូយដូចខ្ទឹមតែម្ដងបាទឥឡូវបងប្អូនយើងទៅមើលនេះគ្រោះថ្នាក់នៅណាបងបាទគឺនៅខេត្តបាត់ដំបងតែម្ដងគេហៅថាផ្លូវ highway គេហៅថាផ្លូវវាងក្រុងបាត់ដំបងជួយម៉ែមានអ្នកកាន់ជើងឡាយដែរបាត់បងនោះទៅណាហើយអាបងនោះវាទៅណាហើយអាក្នុងអីបើឃើញវាឲ្យវាម្លេះតិចឲ្យវាមកកាន់ជើងឡាយតិចបាទនេះហើយបងប្អូនយើងមានការភ្ញាក់ផ្អើលមែនទេបងប្អូនជាពលរដ្ឋមកចំរមើលព័ត៌មាននេះសាហាវមែនទេណាម្ដងថតមនុស្សផងបងបាទថតមនុស្សដែលរស់បានមនុស្សដែលស្លាប់ហើយមិនអាចថតបានទេគឺក្រុមហ៊ុនគេនឹងវិន័យបាទឥឡូវយើងទៅមើលរថយន្តព្រុសហើយនឹងរថយន្តធំបាទគឺខ្ទេចវល់ចូលគ្នាតែម្ដងបាទអូសាហាវណាស់បងប្អូនយើងជួយម៉ែមិនដឹងថាលឿនកុងទ័រប្រមាណទេបងប្អូនយើងបុកឡើងអូចង្ងាយណាចង្ងាយណីបាទស្លាប់រាល់តែថ្ងៃពេកហើយបាទគឺករណីគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់រាល់តែថ្ងៃតែម្ដងបាទនេះគឺរថយន្តព្រុសបាទអូឡាយប្រាប់ឲ្យចាស់មកព្រោះថាមានកែជុំមើលនេះកំពង់សមានេះអ្នកនៅក្រៅបាត់កំពង់សមាអូអ្នកនេះនៅក្រៅកំពង់វត្តសមាអត់